ឯយុដមសុកលូអភិបាលនៃគណៈភិបាលខេត្តបាត់ដំបងបានណែនាំដល់កសិករអាជីវករដែលនាំយកបន្លែផ្លែឈើនិងផលិតផលក្នុងស្រុកមកលក់ដូរក្នុងព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបង2026ត្រូវលក់ដូរក្នុងតម្លៃសមរម្យមិនត្រូវឆ្លៀតឱកាសដំឡើងថ្លៃឡើយដើម្បីឲ្យព្រឹត្តិការណ៍នេះក្លាយទៅជាស្មារតីរួបរวมផ្សព្វផ្សាយលើកម្ពុជាផលិតផលក្នុងស្រុកការលើកឡើងរបស់ឯកឧត្តមសុកលូបានធ្វើឡើងក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារម្ចាស់ចម្ការនិងអាជីវករមុនបើកកម្មវិធីព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ2026នៅល្ងាចថ្ងៃទី10ខែកក្កដាឆ្នាំ2026ក្នុងកិច្ចប្រជុំនៅព្រឹកថ្ងៃទី10ខែកក្កដាឆ្នាំ2026នៅសាលប្រជុំសាលាខេត្តបាត់ដំបងឯកឧត្តមសុកលូបានណែនាំម្ចាស់ចម្ការនិងអាជីវករត្រូវសម្រិតសម្រាំងនាំយកបន្លែផ្លែឈើនិងផលិតផលល្អៗរបស់អ្នកបាត់ដំបងមកលក់ដូរក្នុងព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើជាពិសេសនាំយកទុរេនដែលមានគុណភាពរសជាតិផ្អែមឆ្ងាញ់មកចូលរួមក្នុងកម្មវិធី Buffet ទុរេនឯកឧត្តមណែនាំដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ត្រូវទប់ស្កាត់ការនាំយកទុរេនពីប្រភពដែលមិនច្បាស់លាស់មកលក់ដូរជិតទីតាំងកម្មវិធីព្រឹត្តិការណ៍ផ្លែឈើដែលធ្វើឲ្យប៉ះពាល់ដល់គោលបំណងចម្បងនៃព្រឹត្តិការណ៍គឺលើកកម្ពស់ផលិតផលក្នុងស្រុកឯកឧត្តមណែនាំដល់ក្រុមការងារត្រូវទប់ស្កាត់រាល់ព័ត៌មានคล้ายៗដែលផ្សព្វផ្សាយបំពុលសង្គមប៉ះពាល់ដល់កិត្តិយសផលិតផលរបស់ខេត្តបាត់ដំបងសូមជម្រាបថារដ្ឋបាលខេត្តបាត់ដំបងនឹងរៀបចំព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ2026ដើម្បីលើកកម្ពស់វិស័យកសិកម្មជំរុញការផ្សព្វផ្សាយផ្លែឈើដែលមានគុណភាពរបស់ខេត្តបាត់ដំបងបង្កើនទីផ្សារសម្រាប់កសិករនិងជំរុញវិស័យទេសចរណ៍សេដ្ឋកិច្ចនិងវប្បធម៌ក្នុងខេត្តព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅរយៈពេលចំនួន10ថ្ងៃចាប់ពីថ្ងៃទី10ដល់ថ្ងៃទី19ខែកក្កដាឆ្នាំ2026នៅបរិវេណខាងក្នុងនិងខាងមុខអគារសារមន្ទីរប្រវត្តិសាស្ត្រខេត្តបាត់ដំបងគោលបំណងនៃការរៀបចំព្រឹត្តិការណ៍ផ្លែឈើគឺដើម្បីចង់បង្ហាញឲ្យប្រជាពលរដ្ឋចាប់អារម្មណ៍មកលើផ្លែឈើបាត់ដំបងបង្កលក្ខណៈឲ្យបងប្អូនប្រជាកសិករជាអ្នកដាំដំណាំផ្លែឈើនៅក្នុងខេត្តបាននាំយកផលិតផលរបស់ខ្លួនមកតាំងលក់ជូនដល់ប្រជាពលរដ្ឋភ្ញៀវទេសចរជាតិនិងអន្តរជាតិឲ្យបានភ្លក់រសជាតិដ៏ឆ្ងាញ់នៃផ្លែឈើដែលដាំដុះដោយកសិករក្នុងស្រុកនិងទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តបាត់ដំបងក្នុងព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបង2026នឹងមានសកម្មភាពសំខាន់ៗជាច្រើនរួមមានពិព័រណ៍និងលក់ផ្លែឈើប្រចាំខេត្តបាត់ដំបងក្បួនដង្ហែផ្លែឈើតំណាងក្រុងស្រុកទាំង14 Buffet ទុរេននិងការភ្លក់រសជាតិផ្លែឈើបាត់ដំបងការតាមបង្ហាញផលិតផលកសិកម្មនិងផលិតផលក្នុងស្រុកការវិធីសិល្បៈវប្បធម៌និងការប្រគំតន្ត្រីការប្រកួតប្រជែងនិងសកម្មភាពកម្សាន្តផ្សេងៗកម្មវិធី Buffet ទុរេននឹងត្រូវធ្វើឡើងត្រឹមតែរយៈពេល3ថ្ងៃតែប៉ុណ្ណោះពលគឺចាប់ពីថ្ងៃទី10ដល់ថ្ងៃទី12ខែកក្កដាឆ្នាំ2026ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋមានឱកាសទទួលទានទុរេនដែលមានឲ្យជារសផ្អែមឆ្ងាញ់ជាទុរេនមានប្រភពច្បាស់លាស់មកពីចម្ការរបស់អ្នកបាត់ដំបងផ្ទាល់ 100% ព្រមទាំងផ្លែឈើជាច្រើនមុខទៀតផងដែរ